សួស្តីគ្នាយើងខ្ញុំ Victor ត្រឡប់មកថ្មីម្ដងទៀតជាមួយនឹងវីដេអូតាក់ទងនឹងជីវភាពដែលយើងរស់នៅកាណាដាខ្ញុំបានផ្លាស់ប្ដូរទីលំនៅពីខ្មែរមកកាណាដាហ្នឹងកាលពី4ខែមុនហើយខ្ញុំមិនទាន់ធ្វើវីដេអូថ្មីទេដោយសារខ្ញុំចង់ស្វែងយល់ជាបឋមសិនថាតើការរស់នៅនេះរបៀបម៉េចខ្ញុំបានចេញវីដេអូមួយថ្មីតាក់ទងទៅនឹងបទពិសោធន៍នៃការបើកបរនៅប្រទេសកាណាដាហើយខ្ញុំនឹងព្យាយាមឆ្លើយនឹងសំណួរមួយចំនួនប្រសិនបើបងប្អូនមានសំណួរតាក់ទងនឹងថាតើធ្វើម៉េចអាចពីខ្មែរមកនៅកាណាដាបានការរស់នៅរបៀបម៉េចការបើកបររបៀបម៉េចតើយើងត្រូវការយក driver license អីមកខ្លះអីអញ្ចឹងបន្ថែមពីលើហ្នឹងអ្វីដែលមានថ្មីនៅនេះខ្ញុំនឹងចែករំលែកហើយបើបងប្អូនមានសំណួរអីតាក់ទងទៅនឹងការរស់នៅឬក៏ជីវភាពទូទៅរបស់ខ្មែរយើងនៅកាណាដាជាពិសេសខ្ញុំនៅខាង Pacific ឬក៏នៅកាណាដាគេហៅ British Columbia មានន័យថាយើងនៅភាគខាងលិចរបស់កាណាដាអូខេអញ្ចឹងកុំភ្លេច follow page របស់ខ្ញុំហើយនឹងជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀតពេលហ្នឹងគឺនៅនេះគេហៅ fall ចូលរដូវស្លឹកឈើជ្រុះរឿងត្រជាក់តិចតិចហើយ hot summer គេនឹងស្វាគមន៍ winter ដែលជារដូវធ្លាក់ទឹកកកអញ្ចឹងការធ្លាក់ទឹកកកលើកនេះគឺជាការធ្លាក់ទឹកកកដំបូងដែលខ្ញុំមករស់នៅទីនេះអញ្ចឹងខ្ញុំនឹងចែករំលែកថាតើមានផលវិបាកអីខ្លះហើយមានចំណុចវិជ្ជមានអីខ្លះអូខេកុំភ្លេច follow ជួបគ្នាជាមួយនឹងវីដេអូក្រោយ